កូនខ្ញុំឲ្យប្តីខ្ញុំពួកគាត់ពីមុនអត់ចេះញ៉ាំឆាខ្ញីទេប៉ុន្តែឥឡូវគឺថាចូលចិត្តញ៉ាំណាស់តាំងពីខ្ញុំធ្វើឲ្យគាត់ញ៉ាំបានម្ដងពីរដងមកគាត់ថារសជាតិគឺឆ្ងាញ់ឆាខ្ញីនៅឲ្យឆ្ងាញ់គឺខ្ញុំចាក់ខ្ទឹមលីងឲ្យឈ្ងុយរួចក៏ចាក់ខ្ញីនឹងចូលទៅឆារៀងក្រៀមបន្តិចខ្ញុំស្រង់ខ្ញីនឹងចេញចាំចាក់សាច់ជ្រូកឬក៏សាច់មាន់ដែលយើងត្រូវឆាជាមួយនឹងសាច់មាន់នឹងឲ្យវារៀងដាច់ទឹកបន្តិចទៅរួចហើយនឹងខ្ញុំក៏ដាក់គ្រឿងទេសផ្ទះខ្ញុំប្រើដូចជាស្ករសម្សៅស៊ុបប្រេងខ្យងខ្ញុំដាក់ទឹកស៊ីអ៊ីវបន្តិចទៅម្រេចបន្តិចទៅស៊ីអ៊ីវខាប់បន្តិចយកពណ៌មកអាគ្រឿងក្រៅនឹងឲ្យវាសព្វចូលគ្នាតែប៉ុណ្្នឹងហើយថែមទឹកបន្តិចដើម្បីយើងងាស់សាច់មាន់នឹងឲ្យវាផុយបានល្អតិចទៅរួចក៏ខ្ញុំចាក់ខ្ញីដែលខ្ញុំឆាមុននឹងចាក់វាចូលទៅច្បល់វាសព្វចូលគ្នាចឹងទៅរួចហើយខ្ញុំក៏គ្របវាមកដើម្បីឲ្យវាងុំចូលជាតិគ្នាបានល្អដាក់មើលមកស្ទុះទៅរួចឥឡូវហ្នឹងគឺថាវាឆ្អិនល្មមហើយខ្ញុំក៏បង់ស្លឹកខ្ទឹមទៅតែប៉ុណ្្នឹងគឺថាឆ្អិនរួចរាល់ហើយឆាខ្ញីអូនិយាយទៅថាជាតិឆ្ងាញ់ណាស់បងប្អូនបើយើងចេះឆារសជាតិឆ្ងាញ់ហើយអត់មានហឹរទេរសជាតិគឺថាល្មមឆ្ងាញ់តែម្ដងកូនស្រីខ្ញុំក៏ចូលចិត្តញ៉ាំណាស់ឆាខ្ញីសាច់មាន់ដែលខ្ញុំធ្វើនេះក្លិនឡើងឈ្ងុយតែម្ដង